Assalamualaikum warahmatullahi taala wabarakatuh. Alhamdulillah អញ្ចឹងថ្ងៃនេះឡើងមានអ្វីប្លែកបន្ថែមទៀតដើម្បីចង់ជម្រាបជូនបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងវគ្គសិក្សាបន្ថែមរបស់យើងអញ្ចឹងទីតាំងរបស់យើងគឺនៅសាលា Darul Ulum បឹងតាព្រំសាលាឧស្សាហ៍ណាស៊ីតហើយឥឡូវនេះគឺដល់ពេលវេលាដែលយើងត្រូវចូលរៀនឥឡូវចង់ណែនាំខ្លះៗតាក់ទងទៅនឹងថ្នាក់រៀនដែលយើងរៀនបច្ចុប្បន្នឥឡូវថ្នាក់នេះគឺថ្នាក់ភាសាអង់គ្លេសថ្នាក់ដំបូងភាសាអង់គ្លេសថ្នាក់ដំបូងគឺមានសិស្សចំនួនប៉ុណ្នេះហើយយើងមើលជាក់ស្ដែងអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់បញ្ជូនកូនមកសិក្សាភាសាអង់គ្លេសទូចៗប៉ុណ្ណេះអាចបញ្ជូនមកបានហើយយើងនឹងទទួលចុះឈ្មោះនៅទទួលចុះឈ្មោះឡើយហើយសូមបញ្ជាក់ថាការរៀនគឺអត់មានបងប្រាបងអីគឺយើងរៀននេះ class ចង់បានប៉ះឡាទាំងអស់គ្នាហើយថ្នាក់ធំនៅថ្នាក់ធំមួយទៀតឥឡូវយើងទៅមើលថ្នាក់ធំបន្តិចថ្នាក់ភាសាអង់គ្លេសថ្នាក់ធំនេះបន្ទប់Assalamualaikum អត់អីអង្គុយប៉ុណ្ណឹងអត់អៀតណាយអៀតតិចបងពោះនៅក្រោយអៀតតិចអត់អីទេអញ្ចឹងថ្នាក់នេះថ្នាក់រៀងធំបន្តិចភាសាអង់គ្លេសថ្នាក់រៀងធំបន្តិចតិចទៀតគ្រូមកដល់ហើយយើងនឹងចាំគ្រូហើយនេះមេរៀនបានមួយថ្ងៃហើយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់បញ្ជូនកូនឲ្យមករៀនថ្នាក់ធំបន្តិចយើងអាចបញ្ជូនមកថ្នាក់នេះបាននៅសាលា Darul Ulum បឹងតាព្រំហើយយើងមិនមានបាយទៅនោះខ្លះបាយដែរអត់ណាស់តែប៉ុណ្្នឹងដែរហើយជាបន្ទាប់គឺយើងណែនាំតាក់ទងទៅនឹងសិស្សដែលស្នាក់នៅនេះហើយមានសិស្សប្រុសយើងក៏មានថ្នាក់នៅនេះទងជិត20នាក់ដែរឥឡូវហ្នឹងចឹងសម្រាប់បងប្អូនដែលមានកូនចាប់ពីអាយុ10ឆ្នាំឡើងដែលចង់ឲ្យមកស្នាក់នៅក្នុងសាលានេះគឺយើងមានកន្លែងឲ្យដេកកន្លែងឲ្យហូបត្រឹមត្រូវមានសម្ភារៈតែម្ដងហើយឥឡូវម៉ោងនេះសិស្សដែលនៅសាលានេះគឺម៉ោងសម្រាប់លេងកីឡាហើយសម្រាប់សិស្សដែលរៀនអង់គ្លេសសិស្សរៀនកុំព្យូទ័រនេះគឺមកពីភូមិរបស់យើងមកពីខាងដូនលយអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់បញ្ជូនកូនសិស្សមកស្នាក់នៅនេះមករៀននៅនេះគឺអាចមកបានគឺយើងមានកន្លែងស្នាក់នៅសិស្សស្រីក៏មានកន្លែងនៅដែរឥឡូវយើងចូលមកខាងកុំព្យូទ័ររបស់យើងAssalamualaikum សុខសប្បាយទេថ្ងៃនេះថ្ងៃទី1ដែលយើងចូលរៀនកុំព្យូទ័រវេននេះវេនទី2អ្នកវេនទី2អញ្ចឹងអ្នកវេនទី1ម្សិលមិញវេនទី2វេនពួកយើងហើយនឹងមានមួយវគ្គទៀតមួយវេនទៀតវេនទី3អញ្ចឹងនៅក្នុងមួយអាទិត្យហ្នឹងយើងអាចរៀនបានម្នាក់2ថ្ងៃក៏ប៉ុន្តែនៅមានសិស្សចង់យកបន្ថែមទៀតអញ្ចឹងទៅវារៀងចង្អៀតបន្តិចដោយសារ device របស់យើងវាមានចំនួនតិចវាមានតែ2 4 6 8គ្រឿងឡើយហ្នឹងជាបណ្ដោះអាសន្នហើយឥឡូវសូមសម្ភាសតិចមើលឈ្មោះអីគេHafizah binti Lukman អូមកពីភូមិណាភូមិដូនលយហើយម៉ាក់យ៉ាស់នៅទេនៅរស់ស៊ីគេពុកម្ដាយក៏ស៊ីគេប៉ាក៏ស៊ីគេប៉ាហ៎ប៉ารស់ស៊ីបោះពុំកតាបោះតែកតាបឲ្យភៅអត់បោះទេបាទ
ហើយឥឡូវរៀនណាទីម៉ានរៀនខ្មែរណាទីម៉ានទី4ណាទី4ហើយរៀននៅភូមិគុណសិស្សទូនវីគុណសិស្សទូនវីដល់ម៉ោងងាកមករៀនបន្ថែមនៅសាលា Darul Ulum Ustaz Nasir អញ្ចឹងហ៎ហើយមានអារម្មណ៍សប្បាយទេបានរៀនកុំព្យូទ័រអញ្ចឹងសប្បាយណាហើយនិយាយថារៀនឲ្យចេះចាំឈប់កុំបើថាអត់ទាន់ចេះកុំឈប់ឥឡូវទាំងអស់នេះសិតតែមកពីខាងណាដូនលុយទាំងអស់នេះអីដូនលុយទាំងអស់ឥឡូវយើងសុភេម្នាក់ទៀតកាមេរ៉ាមកនេះអូបានចេះចូលមើល YouTube ហើយឥឡូវយើងទុកសិនណាយើងទុកសិនឈ្មោះអីគេមើលសួរឈ្មោះទួនសួរឈ្មោះនេះមើលសុំទីណូតឈ្មោះទីណូតឪពុកឈ្មោះអីឈ្មោះង៉ែតអញ្ចឹងរងថ្ងៃឪពុកម្ដាយនៅអត់នៅទេឪពុកម្ដាយឪពុកគាត់មានម្ដាយគាត់ស្លាប់ហើយនៅជាមួយមីអញ្ចឹងហ៎នៅជាមួយមីចាស់មីរស់ស៊ីគេជួសម៉ងមីរស់ស៊ីជួសម៉ងចឹងចៅឲ្យចៅរៀនហើយរៀនខ្មែរណាទីម៉ាននេះជប់ហើយទី5រៀនខ្មែរណាទី5រៀននៅសាលាបឹងព្រំយើងដែរស្ថានភាពជាក់ស្ដែងយើងមើលដូចទីណូតអីហ្នឹងគឺជាសិស្សដែលបើយើងគិតពីស្ថានភាពជីវភាពគ្រួសារហ្នឹងគឺក្រីក្រមែនទែនតែម្ដងឪពុកក៏អត់ម្ដាយក៏អត់នៅជាមួយមីចាស់ហើយមីហ្នឹងរស់ស៊ីជួសម៉ងដើម្បីចិញ្ចឹមចៅឲ្យរៀនអញ្ចឹងនៅក្នុងស្ថានភាពមួយនេះយើងឃើញថាការរស់នៅមួយដែលលំបាកនៅក្នុងស្ថានភាពអ្នកក្រក៏ប៉ុន្តែដោយសារតែការរៀបចំអំពីឧស្សាហរបស់យើងមុខទៀតសាលាស្ថានភាពបានរៀបចំជាប្រព័ន្ធមួយវគ្គសិក្សាបន្ថែមដើម្បីផ្ដល់ឱកាសសម្រាប់អ្នកក្រីក្រក៏ដូចជាអ្នកដែលអត់ទាន់មានសមត្ថភាពដើម្បីបញ្ជូនកូនទៅរៀននៅសាលាដែលត្រូវបង់ប្រាក់ជាក់ស្ដែងដូចជាមិនសិនមិនរៀនអង់គ្លេសថ្ងៃនេះរៀនកុំព្យូទ័រស្អែកទៅរៀនអង់គ្លេសវិញបដូរវេនអញ្ចឹងយើងឃើញថាបើសិនណាជាយើងអត់បានធ្វើរឿងមួយនេះទេពួកគាត់អ្នកដែលក្រីក្រនេះគឺអត់មានសមត្ថភាពដើម្បីទៅរៀនបន្ថែមតាក់ទងទៅនឹងភាសាបរទេសតាក់ទងទៅនឹងបច្ចេកវិទ្យាខាងកុំព្យូទ័រគឺយើងជឿជាក់ថា 100% គឺគាត់អត់មានសមត្ថភាពដោយសារយើងទៅរៀននៅកន្លែងគេយើងត្រូវបង់ប្រាក់កុំព្យូទ័រក្នុងមួយវគ្គ Microsoft Office 30 ទៅ 40 រៀលពីបរៀនយើងរៀនអង់គ្លេសត្រូវការបង់ប្រាក់ជាប្រចាំខែអញ្ចឹងពួកគាត់អត់មានឱកាសដើម្បីទៅរៀនក៏ប៉ុន្តែអាល់ហាំឌុលឡាថ្ងៃនេះដោយសារតែមើលឃើញចំណុចខ្វះខាតកន្លែងហ្នឹងឧស្សាហ៍មួយទៀតយើងឧស្សាហ៍អាប់ឌុលណាស៊ីតបានរៀបចំចំណាយថវិកាផ្ទាល់ដើម្បីរៀបចំទិញកុំព្យូទ័រហើយនឹងជួលគ្រូខាងផ្នែកភាសាអង់គ្លេសបន្ថែមដើម្បីមកបរៀនកូនសិស្សទាំងអស់គ្នាដែលអត់មានបងប្រាក់បងអីសូម្បីតែសភៅមេរៀនហ្នឹងក៏យើង free ដែរអញ្ចឹងយើងឃើញថាមានចំណុចមួយទៀតដែលយើងចង់លើកឡើងនៅក្នុងវីដេអូនេះឥឡូវហ្នឹងសិស្សយើងឃើញថាតាក់ទងមកច្រើនឆាតមកលិនច្រើនចង់បរៀនកុំព្យូទ័រឬក៏អង់គ្លេសដែលបន្ថែមអញ្ចឹងណាក៏ប៉ុន្តែ device យើងវាតិចវាមានត្រឹម8គ្រឿងអញ្ចឹងយើងចែកវេនឥឡូវធម្មតាយើង3វេនថ្ងៃនេះវេនទី2ស្អែកវេនទី3ចូលវេនទី2នេះត្រូវទៅរៀនអង់គ្លេសអញ្ចឹងក្នុងមួយអាទិត្យយើងអាចរៀនបានតែ2ថ្ងៃវារៀងឆ្ងាយដែរហើយបើសិនណាជាមានសិស្សថ្មីចូលមកទៀតគឺវាអាចឆ្ងាយជាងនឹងទៀតអញ្ចឹងបានន័យថាអ្វីដែលសំខាន់គោលបំណងរបស់យើងនៅពេលនេះយើងចង់បានបន្ថែម device របស់យើងបន្ថែមកុំព្យូទ័ររបស់យើងបន្ថែមបើសិនជាបានមកតុកទៀត8ឬក៏10គ្រឿងទៀតវាកាន់តែល្អដើម្បីអីដើម្បីសម្រាប់សិស្សដែលគាត់មកសិក្សាបន្ថែមទៀតហ្នឹងអ្នកថ្មីចូលហ្នឹងគាត់មានឱកាសរៀនបានច្រើនដែរហើយអញ្ចឹងនៅក្នុងវីដេអូនេះលិនសូមអំពាវនាវថាបើសិនណាជាបងប្អូនរបស់យើងដែលមានចំណាប់អារម្មណ៍ចង់ធ្វើប៉ះឡាយជាមួយសាលា Darul Ulum ចង់បរិច្ចាគថវិកាបន្តិចបន្តួចដើម្បីទិញជាកុំព្យូទ័រសម្រាប់គាត់គឺអាចបរិច្ចាគបាននៅក្នុង comment ហ្នឹងគឺមាន QR code ដើម្បីចំណាយវាយការទិញកុំព្យូទ័រហើយយើងអត់បាច់ថាចំណាយរហូតដល់
$50 $100គត់ទិញមួយគ្រឿងបាយត្រឹម$5 $10អីគឺយើងអាចប្រមូលក្រុមគ្នាគ្រប់មួយគ្រឿងយើងទិញមួយគ្រឿងបន្ថែមដើម្បីដាក់សិស្សចូលម្នាក់ទៀតបានថាបើសិនជាយើងបានមកតុកទៀតគឺវាកាន់តែល្អគឺជាឱកាសមួយដ៏ទូលាយសម្រាប់ពួកគាត់ហើយនិងអ្នកដទៃទៀតអាចមករៀនបានអញ្ចឹងអល់ហាំឌុលឡានៅក្នុងវីដេអូគឺមានតែប៉ុណ្ណឹងដូចថាយើងអាចចង់ដឹងថាតម្លៃកុំព្យូទ័រមួយអញ្ចឹងសម្រាប់អាចមានអាចគាត់ចង់ជួយហ្នឹងហើយមួយដល់សម្រាប់កុំព្យូទ័រយើងប្រើជាប្រភេទកុំព្យូទ័រ All in One CPU Core i5 ចំនួនទី7 RAM 16GB ហើយនឹងmemory វា 256GB អញ្ចឹងវា speed រៀងខ្ពស់តិចទៅយើងអាចរៀនកម្មវិធីគ្រប់តាក់ទងទៅនឹង Microsoft Office ជាមួយនឹង Adobe Photoshop Corel Draw ឬក៏កម្មវិធីផ្សេងៗទៀតអាចទៅរលូនបើសិនយើងទិញតម្លៃផ្ទះពាក្យក៏វាពិបាកក្នុងការរៀនដែរអញ្ចឹងតម្លៃវាគឺ$100ក្នុងមួយគ្រឿងនេះអញ្ចឹងបើសិនណាបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើប៉ះឡាវមួយម្នាក់ឯងដើម្បីជាsaham untuk akhirat ដើម្បីឲ្យកូនសិស្សនេះរៀនដើម្បីបានអ៊ីលមូបរកាត់ថ្ងៃក្រោយដោយសារតែប្រាក់ដែលយើងចំណាយវាដើម្បីពួកគាត់នេះហើយយើងអាចជួយក្នុងមួយគ្រឿងម្នាក់ឯងបានអ្នកដែលមានលុយតិចអត់មានថវិកាច្រើនយើងអាចជួយតាមសមត្ថភាពរបស់យើងទៅយើងបូកចូលគ្នាឲ្យបានច្រើនគឺយើងយកប្រមូលវាមកទិញដើម្បីរៀបចំសម្រាប់ពួកគាត់មកកន្លែងទៀតហើយអត់មានអីវិញឆ្ងាយទេហើយសូមបញ្ជាក់ថាគូសិស្សទាំងអស់ហ្នឹងគឺយើងយកមកពីដូនលយឥឡូវខាងអូជ្រូខាងបឹងទស្រីក៏ទឹកចេញអត់ទាន់មានទេអញ្ចឹងសម្រាប់អ្នកដែលចង់ឲ្យកូនមករៀនគឺតើតើមកយើងអត់មានគិតលុយបងប្រាក់បងអីហើយអត់មានគិតថាមនុស្សច្រើនអីយើងអត់ទទួលយើងនឹងរៀបចំប្រព័ន្ធបន្ថែមទៀតដើម្បីឲ្យវាមានភាពងាយស្រួលហើយនឹងកាន់តែមានភាពរីកចម្រើនហើយគោលបំណងដែលយើងធ្វើនេះគឺគ្រាន់តែចង់ឲ្យអ្នកអ៊ីស្លាមនៅក្នុងភូមិកររបស់យើងមានគេហៅថាធនធានតទៅមុខទៅមានភាពរីកចម្រើនធនធានមនុស្សមានការកើនឡើងតាមរយៈការអប់រំរបស់ពួកយើងទាំងអស់គ្នាសេវាកម្មជាជំនាញសម្រាប់យានជំនិះសម្រាប់ពុកម៉ែបងប្អូនដែលមានពេលវេលាអាចដឹកមកបានគឺយើងដឹកមកងាយស្រួលយើងយកម៉ូតូអីដឹកគាត់មកថ្ងៃនេះម៉ោង4គឺយើងដឹកមកម៉ោង5 7 6គឺយើងដឹកទៅវិញក៏ប៉ុន្តែសម្រាប់បងប្អូនដែលរវល់ធ្វើការរោងចក្រអីឬក៏អត់មានពេលវេលាសោះដើម្បីបញ្ជូនកូនមកគឺយើងមានរម៉កទៅដឹកហើយយើងឲ្យមើលរម៉កយើងគឺយើងទៅដឹកដល់កន្លែងតែម្ដងដើម្បីបញ្ជូនគាត់មកហើយចាប់ម៉ោងគឺយើងដឹកគាត់ទៅវិញអាហ្នឹងគឺសេវាកម្មយានជំនិះគឺយើងសម្រាប់ពួកគាត់តែទូចយើងអត់ឲ្យអនុញ្ញាតឲ្យជិះម៉ូតូខ្លួនឯងទេខ្លាចវាគ្រោះថ្នាក់មានទឹកស្លាញ់អីសេវាកម្មក៏យើងអត់គិតថ្លៃដែរគឺយើង free ឲ្យទាំងអស់តែម្ដងអ្វីដែលចង់បានគឺឲ្យពួកយើងទាំងអស់គ្នាបញ្ជូនកូនមករៀនតែប៉ុណ្្នឹងគឺគ្រប់គ្រាន់ហើយចិញ្ចឹមចប់លិនសូមសន្យាថាកូនសិស្សដែលមករៀនទីនេះរៀនចប់ត្រូវតែចេះរៀនឲ្យចេះបើអត់ទាន់ចេះនៅមួយមេរៀនណាមួយទេគឺអត់ឲ្យផ្លាស់ទៅមុខទេគឺឲ្យរៀនឲ្យចេះចប់គឺអាចធ្វើការបានតាក់ទងទៅនឹងផ្នែកកុំព្យូទ័រនេះការសន្យារបស់លិនលើកឡើងតែសិស្សគាត់ខ្ជិលលេងថ្ងៃក្រោយគាត់អត់បានមកជាងសម្រាប់ពុកម៉ែបងប្អូនដែលឃើញមុខកូននេះមកបានមានឱកាសមករៀនហើយយើងជំរុញកូនណាដល់ម៉ោងជំរុញកូនឲ្យមករៀនកុំឲ្យខ្ជិលហើយអត់មានអីទៀតទេណាអញ្ចឹងយើងចាប់ផ្ដើមបន្តមេរៀនរបស់យើងប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាឃើញវីដេអូនេះហើយនឹងធ្វើការសហការគ្នាបញ្ជូនកូនមករៀនផ្នែកភាសាអង់គ្លេសតិចទៀតយើងមានភាសាអារ៉ាប់ជាមួយនឹងផ្នែកកុំព្យូទ័រហើយនឹងដូចនិយាយភាសាម៉ាឡាយូក៏មានដែរហើយនឹងរៀនអាហ្កាម៉ាអ្នកមកនៅនេះសិស្សស្រីមកនៅនេះមានកន្លែងនៅមានកន្លែងហូបសិស្សប្រុសដែលមកនៅនេះមានកន្លែងនៅមានកន្លែងដេកកន្លែងហូបគឺមួយថ្ងៃ3ពេលចឹងចប់សូមអរគុណវ៉ាប៊ីឡាហ៊ីតៅហ្វិកវ៉ាល់ហ៊ីដាយ៉ាវ៉ាស្សាឡាមូអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍ចឹងយើងចូលមេរៀន